ដើម្បីបិទបាំងរឿងកូនស្រីមានផ្ទៃពោះជាអ្នកម្ដាយក៏សម្រេចចិត្តរកអ្នកទទួលខុសត្រូវជំនួសក្នុងភូមិនាងក៏ចាប់ភ្នែកទៅលើអ្នកមានថ្មីដែលទើបតែផ្លាស់មកព្រោះតែថាអ្នកមានម្នាក់នោះមានកូនប្រុសម្នាក់ទើបតែពេញវ័យតែនាងមិនដឹងថាកូនប្រុសរបស់នាងនោះគ្រាន់តែជាសត្វចិញ្ចឹមទេតាមពិតកាលពី3ថ្ងៃមុននារីនោះមកសម្អាតវីឡាដែលទើបនឹងទិញពេលអ្នកចិត្តខាងឃើញក៏ស្ម័គ្រចិត្តមកជួយពេលដឹងថានាងមានកូនប្រុសពេញវ័យហើយអ្នកចិត្តខាងក៏ណែនាំកូនស្រីនាងឲ្យនាងស្គាល់យ៉ាងរាក់ទាក់ពេលនោះនារីនោះគិតថាអ្នកចិត្តខាងគ្រាន់តែជាមនុស្សចិត្តល្អតែទើបតែដល់ថ្ងៃនេះទើបនាងបានដឹងថារឿងទាំងអស់នេះគឺត្រូវគេរៀបចំគម្រោងតាំងពីមុនមកអ្នកចិត្តខាងចោទប្រកាន់នាងប្រាប់ថាប្រហែលគាត់ច្រឡំមនុស្សហើយតែអ្នកចិត្តខាងនៅតែទូចថាអ្នកដែលធ្វើបាបកូនស្រីគាត់គឺគេលើកូនប្រុសរបស់នាងថ្ងៃនេះនាងត្រូវតែបង្ខំកូនប្រុសសុំទោសព្រមទាំងសំណងជំងឺចិត្ត2លានយ៉នទៀតបើមិនដូច្នោះគាត់នឹងបញ្ជូនកូនប្រុសអ្នកទៅគុកនិយាយចប់គាត់ក៏ទាញអាវកូនស្រីចេញថាស្នាមរបួសទាំងនេះគឺគេជាអ្នកធ្វើអ្នកឈោមើលឃើញហើយក៏ខឹងខ្លាំងណាស់ជិតប្រតិចនាងថាជាម្ដាយអាក្រក់កូនក៏ខូចតាមតែពេលត្រូវអ្នកផងចោទប្រកាន់នាងបែរជាស្ងប់ស្ងាត់ធម្មតានិយាយថារឿងអ្វីក៏ដោយត្រូវមានតវិជ្ជាអាចលើអ្វីដែលគាត់ស្គាល់កូនមិនអាចទៅរួចទេដែលកូនគាត់ធ្វើរឿងបែបនេះអ្នកមើលកាន់តែខឹងពេលលើដូច្នេះថាស្ត្រីនេះអស់សង្ឃឹមគ្មានអ្វីកែបានទេព្រោះតែការពីកូនប្រុសសូម្បីតែសតិសម្បជញ្ញៈមូលដ្ឋានក៏បាត់អស់បើមានម្ដាយបែបនេះកូនធ្វើអីក៏មិនប្លែកដែរលិកាជែករបស់អ្នកជុំវិញអ្នកចិត្តខាងក៏មានកម្លាំងចិត្តភ្លាមឲ្យកូនស្រីហ៊ានថាទោសរបស់លីវគឺលើកូនស្រីយំផងប្រាប់អ្នកទាំងអស់គ្នាផងថាបានជួបបងគឺលើដោយចៃដន្យឲ្យយប់មិញបងគឺលើថាគាត់ស្រឡាញ់នាងមិនទាន់បានបដិសេធផងក៏ត្រូវគេអូសទៅលើដំបូលអគារថែមទាំងគំរាមទៀតបើមិនព្រមទេគេនឹងធ្វើបាបហើយដោយភ័យខ្លាចក្មេងស្រីក៏សុកចិត្តធ្វើតាមមើលទៅម្ដាយកូនគូនេះស្ត្រីនោះក៏សួរអ្នកចិត្តខាងទាំងខឹងកូនស្រីរបស់អ្នកក៏ហប់ធ្វើអីតែមិនស្មានគេក៏ចាប់ផ្ដើមខឹងខ្លាំងភ្លាមក៏ទាញរត់ខោអាវបង្ហាញស្នាមរបួសនៅខ្លួននិយាយថាវាសុទ្ធតែកើតពីការធ្វើរបស់លីវគឺលើនោះចុះពេលនេះហើយអ្នកនៅតែចង់លាក់លៀមការពីកូនប្រុសខ្លួនទៀតស្ត្រីនោះក៏តបទៅអ្នកចិត្តខាងវិញទាំងកំហឹងខ្ញុំមិនដែលឃើញកូនខ្ញុំផងហេតុអីបានជាអ្នកហ៊ានចាប់ប្រកាន់ថាកូនខ្ញុំជាឃាតករប៉ុន្តែក្មេងស្រីនោះបាននាងនៅតែទូចថាខ្លួនបានជួបបងប្រុសគឺលើពេលនោះនាងកំពុងដើរផ្សារស្រាប់តែឃើញគឺលើចេញពីផ្ទះហើយអ្នកទាំងពីរក៏ដើរចេញពីបរិវេណផ្ទះរួមគ្នាពេលនោះគឺលើថែមទាំងណែនាំខ្លួនឯងទៀតផងដូច្នេះម្ដាយគឺលើក៏សាច់ទាំងខឹងមូលហេតុដែលអ្នកចិត្តខាងនេះហ៊ាននិយាយបែបបន្ទូយ៉ាងនេះគឺដោយសារតែពួកគេដឹងថាគ្មានកាមេរ៉ាត្រួតពិនិត្យនៅមាត់ទ្វារនិងលើដំបូលទេតែគ្រាន់តែពឹងផ្អែកលើពាក្យសម្ដីពីមាត់របស់គឺចង់ដាក់ទោសកូនប្រុសរបស់ខ្ញុំភ្លាមពិតជាការយល់សប្បុរសនាងបានរំលឹកអ្នកដំណើរដែលឈរមើលមុនពេលការពិតត្រូវបានបកស្រាយច្បាស់លាស់កុំចាញ់បោកគេឲ្យសោះពេលឃើញនាងមិនព្រមសារភាពស្រាប់តែអ្នកចិត្តខាងបង្ហាញរបាយការណ៍វិតម្លៃមួយរបាយការណ៍នេះបានបង្ហាញថានៅលើខ្លួននិងកន្លែងរសើបរបស់កូនស្រីខ្ញុំភស្តុតាងច្បាស់ក្រឡែតតើអ្នកមានអ្វីចង់និយាយទៀតពិតជាមិននឹកស្មានសោះដើម្បីតែចង់បង្ខូចកិត្តិយសកូនប្រុសខ្ញុំអ្នកហ៊ានធ្វើដល់ថ្នាក់នេះថែមទាំងក្លែងបន្លំភស្តុតាងទៀតក្លែងបន្លំគុំនិយាយផ្ដេសផ្ដាស់របាយការណ៍នេះចេញដោយមន្ទីរពេទ្យក្រុងថែមទាំងមានត្រាផ្លូវការមានសុពលភាពតាមច្បាប់អ្នកនិយាយថាក្លែងខ្លាយវាក្លែងខ្លាយមែនទេបើខ្ញុំមិនដឹងច្បាស់ថាកូនប្រុសខ្ញុំជាមនុស្សបែបណាទេប្រហែលជាខ្ញុំត្រូវពួកគេបោកបានពិតមែនរបាយការណ៍នឹងក្លែងខ្លាយខ្ញុំមិនជឿហើយអ្នកក៏មិនទទួលស្គាល់ដែរអ្នកគិតថាគេដោះលែងហើយអ្នកនៅតែមិនទទួលស្គាល់មែនទេមិនក៏ពួកអ្នកអាចថោកទាបបំលេះចាំបាច់តែបង្ខំខ្ញុំឲ្យស្លាប់ទើបអ្នកអស់ចិត្តមែនទេឌូកុំខាត់ខ្ញុំស្មារបស់ខ្ញុំលែងប្រើបានហើយជីវិតនេះខ្ញុំលែងចង់រស់ជាមនុស្សហើយបើខ្ញុំអាចយកសេចក្តីស្លាប់ទៅបដូរយកយុត្តិធម៌សម្រាប់ខ្លួនឯងខ្ញុំក៏នឹងធ្វើវាដែរដួងកុំធ្វើរឿង